សម្រាប់ទារកដែលមានកង្វះនៅបាក់តេរីល្អយើងនឹងឃើញនៅសញ្ញាមួយចំនួនដូចជាបញ្ហាដំបូងហ្នឹងគឺឃើញថាគាត់នឹងងាយប្រតិកម្មស្បែកបានន័យថាឡើងកតួឬក៏លមាស់នៅលើស្បែកហ្នឹងទី2ហ្នឹងគឺពាក់ព័ន្ធទៅនឹងគាត់មានអាការៈហើមពោះឬក៏មានបញ្ហាក្តៀនឬក៏រាគហើយគាត់ក៏អាចនឹងប្រឈមខ្ពស់ទៅនឹងការញ៉ាំចំណីអាហារទៅធ្វើឲ្យគាត់នឹងងាយប្រតិកម្មហើយមួយវិញទៀតដោយសារតែគាត់កង្វះនៅបាក់តេរី Bifidobacteria ដែលជាបាក់តេរីល្អនៅក្នុងការជួយទៅដល់ការស្រូបយកនៅសារធាតុចិញ្ចឹមហ្នឹងក៏ធ្វើឲ្យគាត់ប្រឈមទៅនឹងការលូតលាស់យឺតឬក៏អាចបញ្ហាធ្ងន់ធ្ងរធ្វើឲ្យគាត់នឹងលូតលាស់ក្រោមស្តង់ដារហើយបើក្នុងករណីធ្ងន់ធ្ងរទៀតគឺគាត់នឹងអាចនឹងប្រឈមទៅនឹងបញ្ហាជំងឺរលាកពោះវៀនអញ្ចឹងហើយបានជាពេលដែលទារកក្រោយសម្រាលមិនថាសម្រាលទៅដោយវះកាត់ឬក៏សម្រាលដោយធម្មជាតិទេទឹកដោះម្ដាយគឺជាសារធាតុដែលសំខាន់បំផុតគឺយើងត្រូវតែជំរុញទឹកដោះម្ដាយជាអាទិភាពទី1ដោយសារតែនៅក្នុងទឹកដោះម្ដាយទឹកដោះដំបូងហ្នឹងមានដូចជាប្រូតេអ៊ីនសំខាន់ដូចជា HMO ដែលជាប្រូតេអ៊ីនដែលជួយទៅដល់ការរារាំងការលូតលាស់របស់បាក់តេរីមិនល្អ prebiotic ដែលវាមានសារធាតុ GOS និង FOS ដែលជួយទៅដល់ការលូតលាស់របស់បាក់តេរីឈ្មោះថា Bifidobacteria ហ្នឹងហើយនឹងសារធាតុ lactoferrin ដែលសម្បូរច្រើនមែនទែននៅក្នុងទឹកដោះម្ដាយហ្នឹងគឺជួយកុំឲ្យក្មេងប្រឈមទៅនឹងបញ្ហាកង្វះគ្រាប់ឈាមក្រហមអញ្ចឹងហើយទៅក្រសួងសុខាភិបាលគេណែនាំឲ្យជំរុញការបំបើកដោះកូនរហូតទៅដល់អាយុ6ខែតែបើសិនជាអាចម៉ាក់គួរតែបន្តបំបើកដោះកូនដល់អាយុ2ឆ្នាំតែបើក្នុងករណីណាមួយពាក់ព័ន្ធនឹងម្ដាយដែលគាត់មិនមានលទ្ធភាពនៅក្នុងការបំបើកដោះកូនដោយគាត់មានបញ្ហាឈឺឬក៏បញ្ហាដែលគាត់បំបើកបានរយៈពេលខ្លីម៉ាក់អាចជ្រើសរើសយកនៅម្សៅទឹកដោះគោដែលមានសារធាតុដូចខាងក្រោមហ្នឹងដូចជាសារធាតុ HMO ដែលជាប្រូតេអ៊ីនសំខាន់នៅក្នុងដែលសម្បូរទៅក្នុងទឹកដោះម្ដាយហ្នឹងដែលជួយទៅដល់ការរារាំងការលូតលាស់របស់បាក់តេរីមិនល្អសារធាតុ lactoferrin ដែលខ្ញុំបាននិយាយខាងលើហ្នឹងហើយនឹងសារធាតុ prebiotic ដែលមាន GOS និង FOS ដែលវាជាអាហារសំខាន់របស់បាក់តេរី Bifidobacteria ហ្នឹង